សង្គ្រាមដែលធ្លាប់តែល្បីល្បាញលើโลกបែបប្រែក្លាយជាសមរភូមិចរាចរណ៍ដ៏សាហាវទៅវិញខណៈដែលប្រទេសថៃកំពុងអួតអាងប្រាប់ពិភពលោកអំពីភាពអស្ចារ្យនៃសង្គ្រាមដែលជាពិធីបុណ្យបាញ់ទឹកដ៏ធំបំផុតនៅលើភពផែនដីតួលេខនៃអ្នកបាត់បង់ជីវិតហាក់កំពុងបង្ហាញពីភាពបរាជ័យនៃប្រព័ន្ធសុវត្ថិភាពផ្លូវគោកទៅវិញត្រឹមតែរយៈពេល4ថ្ងៃដំបូងនៃពិធីបុណ្យនេះមនុស្សរហូតដល់154នាក់បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលនេះគឺជាតួលេខមួយដ៏គួរឲ្យរន្ធត់សម្រាប់ប្រទេសដែលតែងតែចាត់ទុកខ្លួនឯងជាគោលដៅទេសចរណ៍លេខ1យោងតាមរបាយការណ៍ពីសារព័ត៌មានបាងកកផុសគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន755ករណីបានកើតឡើងចន្លោះពីថ្ងៃទី10ដល់ថ្ងៃទី13ខែមេសាដោយបន្សល់ទុកអ្នករងរបួសចំនួន705នាក់ផ្សេងទៀតអ្វីដែលគួរឲ្យហួសចិត្តបំផុតនោះគឺរដ្ឋធានីបាងកកដែលជាបេះដូងនៃវិស័យទេសចរណ៍បែរប្រែក្លាយជាតំបន់ដែលមានអ្នកស្លាប់ច្រើនជាងគេរហូតដល់12នាក់ហាក់បីដូចជាទីក្រុងដ៏ទំនើបមួយនេះមិនអាចគ្រប់គ្រងសណ្ដាប់ធ្នាប់ផ្ទៃក្នុងខ្លួនឯងបាននៅក្នុងពេលជួបជុំធំដុំបែបនេះមូលហេតុចម្បងនៃសោកនាដកម្មនេះនៅតែជារឿងដដែលដែលអាជ្ញាធរថៃហាក់ដូចជាដោះស្រាយមិនចេញជាច្រើនឆ្នាំមកហើយនោះគឺការបើកបរលើសល្បឿនកំណត់និងការបើកបរក្នុងស្ថានភាពស្រវឹងទោះបីជាមានការប្រកាសរឹតបន្តឹងច្បាប់និងការដាក់ចេញវិធានការហាមឃាត់ការលក់គ្រឿងស្រវឹងដល់អនិច្ចជនយ៉ាងណាក៏ដោយក៏តួលេខនៃគ្រោះថ្នាក់នៅតែមានកម្រិតខ្ពស់គួរឲ្យកត់សម្គាល់ដែលឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃយុទ្ធនាការផ្សព្វផ្សាយរបស់អាជ្ញាធរថៃថាគ្រាន់តែជារូបភាពខាងក្រៅប៉ុណ្ណោះឈ្មោះថា7ថ្ងៃដ៏គ្រោះថ្នាក់ដែលអាជ្ញាធរថៃបានដាក់ឲ្យពិធីបុណ្យខ្លួនឯងកាលពីមួយទសវត្សរ៍មុននៅតែរក្សាភាពស័ក្តិសិទ្ធិជានិច្ចរហូតមកដល់បច្ចុប្បន្នបើទោះបីជាឆ្នាំ2025កន្លងទៅគ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្សរហូតដល់253នាក់ទៅហើយក្តីប៉ុន្តែសញ្ញានៃភាពប្រសើរឡើងហាក់ដូចជានៅឆ្ងាយសែនឆ្ងាយខណៈដែលសង្គ្រាមឆ្នាំ2026នេះកំពុងតែដើរលើគន្លងនៃសោកនាដកម្មដដែលបង្កប់នៅក្រោមសម្រែកហូរកញ្ជ្រៀវនៃការលេងបាញ់ទឹកការរីកចម្រើននៃវិស័យទេសចរណ៍គួរតែដើរទន្ទឹមនឹងសុវត្ថិភាពប៉ុន្តែសម្រាប់សង្គ្រាមនៅប្រទេសថៃមហាជនហាក់មើលឃើញថាវាគឺជាពិធីបុណ្យដែលយកជីវិតមនុស្សមកធ្វើជាថ្នូរនិងភាពសប្បាយរីកទៅវិញនេះគឺជាមេរៀនមួយដែលអាជ្ញាធរថៃគួរតែឈប់មើលរំលងហើយងាកមកពិនិត្យមើលការពិតនៃសណ្ដាប់ធ្នាប់សង្គមរបស់ខ្លួនជាជាងការខ្វល់ខ្វាយតែរឿងរៀបចំកម្មវិធីឲ្យធំដើម្បីបង្អួតភ្នែកអន្តរជាតិ